ថ្ងៃទី22ក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសដំឡើងពន្ធទៅលើបន្ទះសូឡាក៏ដូចជាក្រុមហ៊ុនសូឡានៅក្នុងប្រទេសកម្ពុជារហូតដល់ 3,521% និងប្រទេសផ្សេងទៀតក្នុងអាស៊ានមានប្រទេសវៀតណាមថៃនិងម៉ាឡេស៊ីជាដើមដែលការដាក់ពន្ធទៅលើក្រុមហ៊ុនផលិតសូឡានៅក្នុងប្រទេសកម្ពុជាគឺជាការដាក់ទណ្ឌកម្មមួយទៅលើផ្នែកសេដ្ឋកិច្ចជាពិសេសគឺក្រុមហ៊ុនដែលផលិតបន្ទះសូឡានឹងតែម្ដងដោយក្រសួងពាណិជ្ជកម្មអាមេរិកបានទទួលពាក្យបណ្ដឹងពីក្រុមហ៊ុនផលិតសូឡានៅក្នុងស្រុករបស់សហរដ្ឋអាមេរិកដែលចោទប្រកាន់ក៏ដូចជាថាប្រទេសកម្ពុជាគឺបានផលិតសូឡាហើយលក់ទៅឲ្យអាមេរិកក្នុងតម្លៃមួយថោកជាងទីផ្សារនៅក្នុងសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាក៏បានលើកឡើងអំពីករណីដែលក្រុមហ៊ុនក្នុងស្រុកអាមេរិកធ្វើការដាក់ពាក្យស្នើពាក់ព័ន្ធនឹងខ្ញុំហៅថាក្រុមហ៊ុនផលិតបន្ទះសូឡានៅក្នុងប្រទេសកម្ពុជាដែលផលិតនៅបន្ទះសូឡាហ្នឹងមានលក់ទៅសហរដ្ឋអាមេរិកក្នុងតម្លៃថោកធ្វើឲ្យក្រុមហ៊ុនក្នុងស្រុករបស់សហរដ្ឋអាមេរិកមិនអាចមានភាពប្រកួតប្រជែងបានដោយគេលើកករណីពីរគេហៅថា anti dumping case ករណីលក់តម្លៃនឹងថោកដោយតម្លៃនឹងគឺថោកឧទាហរណ៍ថាបន្ទះសូឡាដែលផលិតនៅក្នុងសហរដ្ឋអាមេរិកមួយបន្ទះ$2,000ប៉ុន្តែក្រុមហ៊ុនដែលផលិតនៅក្នុងប្រទេសកម្ពុជានាំលក់ទៅសហរដ្ឋអាមេរិកតម្លៃតែ$200ឬ$100ដូច្នេះវាតម្លៃនឹងវាថោកខ្លាំងពេកដូច្នេះកត្តានេះវាធ្វើឲ្យប៉ះពាល់ទៅដល់តម្លៃនៃក្រុមហ៊ុនផ្សេងនៅក្នុងស្រុករបស់សហរដ្ឋអាមេរិកដែលមិនអាចប្រកួតប្រជែងបានជាមួយនឹងក្រុមហ៊ុនផលិតបន្ទះសូឡានៅអាស៊ីម្យ៉ាងវិញទៀតគេចោទទៅលើប្រទេសកម្ពុជាពាក់ព័ន្ធនឹង counseling case ករណីនៃក្រុមហ៊ុនផលិតបន្ទះសូឡានៅក្នុងប្រទេសកម្ពុជានោះគឺបានទទួលបានធនគឺមូលធនក៏ដូចជាទទួលបានទុននឹងពីរដ្ឋចិនមានន័យថាក្រុមហ៊ុនផលិតសូឡានៅក្នុងស្រុកខ្មែរជាទូទៅជាភាគរយខ្ពស់ហ្នឹងគឺសុទ្ធតែជាក្រុមហ៊ុនចិនដែលផលិតបន្ទះសូឡាហើយក្រុមហ៊ុនចិនទាំងអស់នោះមួយចំនួនធំនោះគឺបានទុនពីរដ្ឋអញ្ចឹងក្នុងករណីពីរហ្នឹងវាធ្វើឲ្យមានភាពលំអៀងក្នុងការប្រកួតប្រជែងដូច្នេះហើយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបានស៊ើបអង្កេតករណីនេះដោយកម្ពុជាមិនបានសហការទាំងស្រុងឬក៏គេហៅថាសហការយ៉ាងល្អជាមួយនឹងអាមេរិកដូច្នេះទើបអាមេរិកសម្រេចចិត្តដំឡើងពន្ធខ្ពស់ជាងគេសម្រាប់ប្រទេសកម្ពុជាឥឡូវយើងមកសង្ខេបពន្ធបន្តិចពាក់ព័ន្ធនឹងការដាក់ពន្ធមកលើបន្ទះសូឡាក៏ដូចជាក្រុមហ៊ុនរោងចក្រសូឡានៅក្នុងស្រុកខ្មែរគឺនៅប្រទេសកម្ពុជាគឺអាមេរិកដាក់ទៅលើពន្ធសូឡាហ្នឹងគឺ 3,521% ហើយវៀតណាមគឺអាមេរិកដាក់ពន្ធទៅលើរោងចក្រក៏ដូចជាសហគ្រាសផលិតសូឡាហ្នឹងគឺចំនួន 390% ហើយប្រទេសថៃគឺ370%ហើយម៉ាឡេស៊ីតែ34%ឯងអញ្ចឹងវាក្នុងចំណោមប្រទេសទាំង4ដែលអាមេរិកដំឡើងពន្ធទៅលើផលិតផលសូឡាហ្នឹងគឺមានតែប្រទេសខ្មែរមួយឯងគឺមានតែប្រទេសកម្ពុជាមួយទេដែលពន្ធហ្នឹងគឺវាខ្ពស់បំផុត 3,521% ហើយវៀតណាមតែ 390% ណាហើយថៃតែ 370% ហើយម៉ាឡេស៊ីតែ 34% ណាហើយកម្ពុជាដល់ 3,521% ដោយសារតែដូចខ្ញុំបញ្ជាក់ខាងលើដោយសារគេរកឃើញករណីភាពខុសប្រក្រតីជាច្រើននៅក្នុងប្រទេសកម្ពុជាពាក់ព័ន្ធនឹងការលក់បន្ទះសូឡាទៅក្នុងសហរដ្ឋអាមេរិកនេះវាថោកពេកវាថោកជាងគេហើយគុណភាពគឺប្រហាក់ប្រហែលនឹងផលិតផលក្នុងស្រុកអាមេរិកអញ្ចឹងនិយាយថាបើយើងប្រៀបធៀបវិញបន្ទះសូឡានឹងគុណភាពល្អដូចគ្នាប៉ុន្តែមួយលក់ថ្លៃមួយលក់ថោកបំផុតអញ្ចឹងវាធ្វើឲ្យខូចទៅដល់តម្លៃរបស់ក្រុមហ៊ុនអាមេរិកទី1ទី2ហ្នឹងគឺគេចោទកម្ពុជាទៅលើ
ដោយរោងចក្រផលិតបន្ទះសូឡានៅក្នុងប្រទេសខ្មែរមួយចំនួនធំហ្នឹងគឺជារោងចក្រចិនហើយចិនរោងចក្រចិនទាំងអស់ហ្នឹងគឺបានទុនមែនថាបានទុនពីរដ្ឋចិនណាពីរដ្ឋចិនវាខុសពីក្រុមហ៊ុនផ្សេងដូចជាសហគ្រាសផ្សេងបានពីវិនិយោគិនឯកជនឬក៏វិនិយោគិនផ្នែកនេះផ្នែកនោះអញ្ចឹងណាតែសម្រាប់រោងចក្រចិនគឺបានមកពីរដ្ឋចិនអញ្ចឹងរដ្ឋជួយអញ្ចឹងក្នុងសេដ្ឋកិច្ចទីផ្សារសេរីគេឲ្យរដ្ឋនឹងចូលជាតិចែកក្នុងថាទីផ្សារសេរីហ្នឹងឯងកាលណាជាតិចែកវាខុសនឹងគោលការណ៍ទីផ្សារសេរីឲ្យវាចូលជាថាសង្គមនិយមវិញហើយអញ្ចឹងបានជានៅថ្ងៃទី26ខែមេសាឆ្នាំ2024នៅថ្ងៃទី26ខែមេសាឆ្នាំ2024គឺសមាគមសហគ្រាសផលិតបន្ទះសូឡានៅក្នុងសហរដ្ឋអាមេរិកហ្នឹងបានចងក្រងជាញត្តិមួយបញ្ជូនទៅក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកនិងឲ្យអាមេរិកធ្វើការដោះស្រាយចំពោះបញ្ហានេះព្រោះកាលណាបើតម្លៃផលិតបន្ទះសូឡាក្នុងស្រុកវាថ្លៃហើយលក់វាថ្លៃហើយស្រាប់តែផលិតផលមកពីប្រទេសក្រៅគុណភាពដូចគ្នាលក់ថោកខ្លាំងពេកจึงមិនអាចធ្វើឲ្យក្រុមហ៊ុនក្នុងស្រុកមានភាពប្រកួតប្រជែងបានទេជុំបានជាសមាគមផលិតបន្ទះសូឡានៅក្នុងអាមេរិកនៅក្នុងស្រុកអាមេរិកហ្នឹងគឺដាក់ញត្តិមួយទៅរដ្ឋាភិបាលអាមេរិកក៏ដូចជាក្រសួងពាណិជ្ជកម្មអាមេរិកហ្នឹងឲ្យធ្វើការស៊ើបអង្កេតទៅលើប្រទេសកម្ពុជាស៊ើបអង្កេតទៅលើប្រទេសវៀតណាមហើយនិងប្រទេសថៃនិងម៉ាឡេស៊ីអញ្ចឹងណាតែប្រទេសដែលស្ថិតក្នុងវិជីខ្មៅដំឡើងពន្ធខ្លាំងជាងគេគឺប្រទេសកម្ពុជាហើយកត្តាមួយទៀតដែលធ្វើឲ្យអាមេរិកដំឡើងពន្ធទៅលើប្រទេសកម្ពុជារហូតដល់3521%លើប្រទេសសូឡាហ្នឹងគឺភាគច្រើនសិតជាក្រុមហ៊ុនចិនអញ្ចឹងអាមេរិកគឺអត់ចូលចិត្តចិនទេក្នុងរយៈពេលប្រហែលអាណត្តិតាំងពីអាណត្តិលោកបារ៉ាក់អូបាម៉ាមកហើយអាណត្តិលោកដូណាល់ត្រាំតបមកលោកโจ Biden និងលោកដូណាល់ត្រាំទៀតចឹងនិយាយថាចាប់ពីអាណត្តិក្រោយមកគឺអាមេរិកគឺបង្ហាញនៅគោលជំហរក៏ដូចជាបង្ហាញនៅភាពច្បាស់លាស់នៃការដែលខ្លួនមិនចូលចិត្តចិនដោយសារតែចិនគឺជាប្រទេសមួយដែលកំពុងតែរះលេចធ្លោខ្លាំងជាងគេនៅលើពិភពលោកដូច្នេះបានជាអាមេរិកឲ្យទៅក្រុមហ៊ុនណាដែលជាក្រុមហ៊ុនចិនហើយផលិតនៅផលិតផលតម្លៃធូរថ្លៃនាំទៅលក់អាមេរិកគឺអាមេរិកចាត់ចូលក្នុងវិជីខ្មៅដើម្បីធ្វើការស៊ើបអង្កេតដូចជាករណីប្រទេសខ្មែរអញ្ចឹងពាក់ព័ន្ធនឹងក្រុមហ៊ុនរោងចក្រផលិតបន្ទះសូឡាហើយគួរបញ្ជាក់ថានៅក្នុងប្រទេសកម្ពុជាយើងគឺតាមរយៈក្រសួងឧស្សាហកម្មនិងធនធានរ៉ែគឺមានរោងចក្រផលិតបន្ទះសូឡានៅក្នុងប្រទេសខ្មែរដែលវិនិយោគដោយចិនកូរ៉េក៏ដូចជាម៉ាឡេស៊ីឬថៃជាដើមហ្នឹងគឺមានចំនួន21កន្លែងហើយបើគិតជាទំហំទឹកប្រាក់ដូចជាទំហំទុនគឺខ្ទង់$173 លានអញ្ចឹង21រោងចក្រឬក៏21កន្លែងនៃការផលិតបន្ទះសូឡាហ្នឹងគឺចំនួនជាទឹកប្រាក់ហ្នឹងគឺ$173 លានហើយជាប្រចាំឆ្នាំគឺកម្ពុជានាំបន្ទះសូឡាឬក៏នាំថាមពលសូឡាហ្នឹងទៅអាមេរិកក្នុងតម្លៃ$265 លានក្នុងមួយឆ្នាំណានេះចេះតាមតួលេខគឺ$265 លានទៅអាមេរិកហើយបើសរុបប្រទេសទាំង4ហ្នឹងមានកម្ពុជាវៀតណាមថៃម៉ាឡេដែលអាមេរិកដាក់ទណ្ឌកម្មផ្នែកបន្ទះសូឡាហ្នឹងគឺបើគិតជាទំហំភាគរយនៃការប្រើប្រាស់បន្ទះសូឡាក៏ជានាំចូលសូឡាសរុបពីទូទាំងពិភពលោកហ្នឹងគឺប្រទេសទាំង4ហ្នឹងកម្ពុជាថៃវៀតណាមម៉ាឡេស៊ីហ្នឹងគឺមានចំណែករហូតដល់77%នៃចំនួនបន្ទះសូឡាសរុបនៅក្នុងសហរដ្ឋអាមេរិកជាងវាចំនួនមួយដែលខ្ពស់ប្រទេស4នឹងនាំទៅអាមេរិកគឺខ្ពស់មែនទេរហូតដល់77% នៃផលិតផលបន្ទះសូឡាក្នុងស្រុកអាមេរិកសរុបហើយបើគិតជាទឹកប្រាក់គឺ$13,000 លាន$13,000 លានដែលប្រទេសទាំង4នឹងនាំទៅ
អាមេរិកជាងកម្ពុជាក៏ជាប់ចំណាត់ថ្នាក់មួយដែលនាំទៅអាមេរិកច្រើនដែររហូតដល់$265 លានជាងបើយើងសរុបមកដូច្នេះប្រទេសទាំង4ហ្នឹងបើសិនជាឈរនៅក្នុងផ្លាកលេខដែលជាក្រុមហ៊ុនខ្លែងបន្លំឧទាហរណ៍ខ្លែងបន្លំតម្លៃខ្លែងបន្លំពន្ធខ្លែងបន្លំផលិតផលនៃការវិកខ្ចប់ផលិតអីហ្នឹងគឺនឹងទទួលទារុណកម្មពន្ធដារហ្នឹងពីអាមេរិកខ្ពស់ហើយពន្ធគយពីអាមេរិកហ្នឹងខ្ពស់ហើយដូច្នេះដំណាក់កាលនេះកម្ពុជាត្រូវតែសហការជាមួយក្រសួងពាណិជ្ជកម្មអាមេរិកកត្តាដែលអាមេរិកដាក់ទណ្ឌកម្មពាណិជ្ជពន្ធគយមកលើសហគ្រាសផលិតបន្ទះសូឡានៅក្នុងប្រទេសកម្ពុជាច្រើនហ្នឹងគឺដោយសារកត្តាហ្នឹងគឺដោយសារតែកត្តាកម្ពុជាមិនសហការជាមួយអាមេរិកក្នុងការស៊ើបអង្កេតទៅលើករណី2គឺ anti dumping case ហើយនិង selling case ណាករណីលក់ថោកហើយនិងករណីមានឧបត្ថម្ភធនពីរដ្ឋអញ្ចឹងណាបាទអញ្ចឹងករណីនៃការដំឡើងពន្ធគយទៅលើបន្ទះសូឡានៅក្នុងស្រុកខ្មែរក៏ដូចជាប្រទេសទាំង4នៅក្នុងអាស៊ានហ្នឹងគឺដោយសារកត្តាហ្នឹងតែសម្រាប់កម្ពុជាមានកត្តា3ហ្នឹងដែលខ្លាំងជាងគេទី1គឺលក់ថោកបន្ទះសូឡាកម្ពុជាលក់ទៅអាមេរិកថោកទី2ក្រុមហ៊ុនចិននៅក្នុងស្រុកខ្មែរហ្នឹងគឺទទួលទុនពីចិនហើយទី3ហ្នឹងគឺអាមេរិកទៅអបចិនអូខេអញ្ចឹងប៉ុណ្្នឹងណា